រៀបចំដំណើរយកប៉ាក្មេកទៅមើលម៉ាក់ក្មេកពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយនេះជាពេលរសៀលបងប្អូនដោយសារមួយអាទិត្យទៅមើលគាត់បានតែម្ដងទេអញ្ចឹងថ្ងៃអាសៀលត្រូវទៅមើលគាត់អញ្ចឹងបងប្អូនហើយនិយាយពីថាថ្ងៃនេះទៅមើលគាត់បងប្អូនអើយគឺថាចុះមកដំបងសบายចិត្តក៏ប៉ុន្តែអង្គុយស្រាប់តែគាត់យំហើយចុះមកនឹងគាត់ថាគាត់ទៅផ្ទះហើយខ្ញុំគិតថាបែបចង់ទៅផ្ទះហើយដោយសារគាត់សម្រាកនៅពេទ្យឡើងជាងកន្លះឆ្នាំណាបងប្អូនតាំងពីឈឺមកដល់ឥឡូវដោយសារពួកខ្ញុំអត់យកគាត់ទៅផ្ទះទេដោយសារយកគាត់មកដាក់មណ្ឌលនេះគឺថាត្រូវឲ្យគេមើលថែគាត់មកហាត់ឲ្យគាត់ដើរដោយសារគាត់ដើរអត់រួចបងប្អូនហើយមួយខែនៅពេទ្យនេះគឺអស់1000ជាងដុល្លារបងប្អូន50000លុយចិនណាអញ្ចឹងវាត្រូវ1500 1600បងប្អូនអើយអញ្ចឹងត្រូវឲ្យគាត់នៅនឹងឲ្យគាត់រៀនហាត់ដើរបើគាត់ទៅផ្ទះគឺគាត់នៅតែសម្រាប់លើខែនៅអង្គុយលើអាទិះហ្នឹងក៏អត់កើតដែរអញ្ចឹងត្រូវតែយកគាត់មកដាក់នៅកន្លែងហ្នឹងដើម្បីឲ្យគេដល់ម៉ោងឲ្យគាត់ហាត់ដើរមើលការខុសត្រូវអីគាត់អញ្ចឹងបងប្អូនហើយផ្ទះខ្ញុំក៏អត់ទាន់ធ្វើហើយអញ្ចឹងបើថាចាំពេលធ្វើហើយមើលបងប្អូនមើលគាត់ចុះមកដំបងគាត់អញញឹមញញែមដាក់តាដល់ពេលអង្គុយឃើញប៉ាក្មេកខ្ញុំគាត់នឹកឃើញបែបចង់ទៅផ្ទះផងអីផងក៏អង្គុយយំខ្ញុំដឹងថាគាត់ចង់ទៅផ្ទះដោយសារគាត់នៅពេទ្យយូរក៏ប៉ុន្តែអាការៈគាត់អញ្ចឹងបើយកទៅផ្ទះក៏អត់កើតដែរដោយសារផ្ទះខ្ញុំក៏មិនទាន់ធ្វើហើយគ្មានអ្នកណាបីឡើងចដៅរួចទេផ្ទះថ្មីពួកខ្ញុំត្រូវធ្វើកតុបនៅក្រុមឲ្យគាត់នៅបងប្អូនហើយដល់ពេលចាំផ្ទះថ្មីធ្វើហើយគឺពួកខ្ញុំយកគាត់ទៅផ្ទះហើយពួកខ្ញុំត្រូវជួលអ្នកមើលថែគាត់ទៀតបើសិនឲ្យខ្ញុំមើលគឺខ្ញុំមើលទៅអត់រួចទេដោយសារខ្ញុំត្រូវការមើលការខុសត្រូវកូនផងអីផងហ៎